Làm phương xa đời xa mình nuôi chớn, bà sơn mình nuôi dạng này nè. Ăn mà đứa trai thời chắp bắt thôi. Trời chớn nuôi tha cầm riêng mấy tiết đâu. Cầm riêng xâm lạp. Ô. Tụi bóng mưa tê tay bạch vậy. Rồi hai xà lọc. Con cầm riêng tha, bà sơn thì có đọt bán. Ôi trái nó slap tẹp đồ. Nâng, nà có ọt bán. Ọt bán đây, khai mong bịa nó khai chứ bố. Bật. Nam bán anh bán á. Nâng ấy. Khai mong biết em. Đọ bạc hành bong ấy. ធ្លាប់តាធ្លាប់គម្រាមនៅចា គម្រាមបងប្រមាណលើក យក ប្រមា មក ណ ថាចាញ់កុំចង់ខ្លាំងនេះក៏ភ្លើងមើលហើយក៏ធ្លាប់លើកចេញពីកាបូបចឹង Lúc ai khơi mong rồi. ចាលើកឲ្យឃើញ គាត់ធ្លាប់គម្រាមបង្ហាញបងប្រមាណលើកប្រមាណសារ និយាយទៅចូលគម្រាមខ្ញុំ3សា 3សារណា ចា3សា បាទនៅពេលហ្នឹងបងមានដើរទៅធ្វើការទៅដាក់ពាក្យបណ្ដឹងជាមួយនឹងកម្លាំងសមត្ថកិច្ចដើម្បីឲ្យជួយអន្តរាគមន៍ ខ្ញុំអត់បានដាក់ពាក្យបណ្ដឹងទេ បាទ ខ្ញុំចេះតែហើយចឹងណាឆ្លោះហើយចឹងទៅ បាទ ប៉ុន្តែលើកនេះគាត់ធ្ងន់លើខ្ញុំខ្លាំងហ្មង បាទ និយាយទៅវាយខ្ញុំសឹងថាអត់ឲ្យរស់ហ្មងមិញ បាទ ប៉ុន្តែដោយសារខ្ញុំស្រែកឲ្យខ្លាំងទៅមានគេជួយខ្ញុំទៅ ប្រិមត្តជនឥឡូវនេះសមត្ថកិច្ចបាទមូលដ្ឋានបានចុះមកដល់ចំណុចទីតាំងកន្លែងការថែហើយបាទនេះគឺជាបាទប៉ុស្តិ៍បាទនគរបាលដង្កោបានចុះមកហើយប្រិមត្តជនហើយចំពោះក្នុងករណីហិង្សាបងហិង្សាវាយគាត់ឡើងប៉ោងមុខអស់ហើយនោះប្រិមត្តទស្សនិកជនលោកស្រីកញ្ញាឥឡូវនេះមានរឿងមួយទៀតហើយគឺបងស្រីម្នាក់ត្រូវបានអតីតបាទស្វាមីរបស់គាត់បាទឮថាជាអ្នកបើកឡានឲ្យជនជាតិចិនបានធ្វើការប្រើហិង្សាទៅលើគាត់គម្រាមបាទប្រើប្រាស់អាវុធគម្រាមថានឹងសម្លាប់គាត់នឹងធ្វើឲ្យគាត់មានការផិតភ័យយ៉ាងខ្លាំងនៅក្រៅខ្នងខ្ញុំតែម្ដងបាទប្រិមត្តជនឥឡូវនេះគាត់បានធ្វើការស្នើសុំឲ្យអ្នកសារព័ត៌មានធ្វើការផ្សព្វផ្សាយនិងដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចដើម្បីឲ្យចាត់ការតាមនីតិវិធីចង់ដឹងរឿងរ៉ាវយ៉ាងណាយើងទៅជួបគាត់ទាំងអស់គ្នា អាយុប៉ុន្មានឆ្នាំនេះ ហើយរីយ៉ាង បាទ ខ្ញុំអាយុ34ឆ្នាំ បងអាចជួយបញ្ជាក់ទីបានទេតើតំណែងតំណងរវាងបងនិងបរិសខាងលើដែលបានប្រើប្រាស់អំពើហិង្សាមកកាន់បងនេះគឺយើងអាចតំណែងតំណងគ្នានៅក្នុងនាមជាអ្វីដែរ តំណែងតំណងនិយាយទៅមិនមែនជាប្តីប្រពន្ធការពេញច្បាប់ទេ បាទ ចាព្រោះពួកខ្ញុំអត់ទាន់មានបានការដឹងឮម៉ែអើទាំងសងខាងឯងគ្រួសារខ្ញុំអត់ទាន់ស្គាល់គាត់ហ្មងអត់ទាន់ឃើញមុខគាត់ហ្នឹងនិយាយអស់ អញ្ចឹងបានន័យថាយើងតាក់ទងត្រឹមតែជាសង្សារធម្មតាទេ សងសារធម្មតាប៉ុន្តែគ្រួសារខាងគាត់ទទួលយកខ្ញុំ បាទ ព្រោះនៅមានកូនមានអីមួយគាត់ ការតំណែងតំណងគ្នានេះយើងតំណែងតំណងបានប្រហែលឆ្នាំហើយ ចូល2ឆ្នាំជាង 2ឆ្នាំជាងហើយណា ចាថា3ឆ្នាំ បាទតាមអត្តចរិតរបស់បរិសខាងលើនេះគឺយ៉ាងម៉េចខ្លះ ពីមុនគាត់អត់ដែរអញ្ចឹងទេប៉ុន្តែរយៈពេលដែលគាត់ខ្ញុំចាប់បានគាត់ដែលគាត់មិនស្មោះត្រង់មួយខ្ញុំគាត់ហ៊ានលើកដៃវាយខ្ញុំ បាទ វាយខ្ញុំអាសាហើយ បាទ ហើយខ្ញុំក៏ដល់ពេលឃើញតើគាត់បែបហ្នឹងខ្ញុំសុំគាត់លេង បែកគ្នា បែកគ្នាទៅ បាទបរិសខាងលើក៏មានឈ្មោះដែរ គាត់ឈ្មោះវ៉ាន់ភីបុល បងពីបងអាយុប្រហែលជាប៉ុន្មានដែរ អាយុចូល40ឆ្នាំហើយគាត់មានទូនាទីអីដែរ ធ្វើការឲ្យចិន ធ្វើការឲ្យចិន ការចិនចា ហើយមានកំភ្លើងមានអីប្រើប្រាស់ទៀតទេ មាននោះមាន បាទហើយគាត់ធ្លាប់ប្រើប្រាស់អំពើហិង្សាមកកាន់បងប្រហែលលើកប្រហែលសារ ចូលលើកទី3ឯងបងវគ្គនេះតែលើកទី3នេះធ្ងន់ហ្មង បាទ មុខខ្ញុំឡើងខ្ទេចអស់ហ្មងហ្នឹងដោយសារម្ចាស់ផ្ទះជួយផង បាទ ខ្ញុំស្រែកខ្លាំងម្ចាស់ផ្ទះជួយខ្ញុំផង ចុះមិញបិនគាត់ឈានទៅដល់ការប្រើប្រាស់អំពើហិង្សាមកកាន់បង និយាយទៅគាត់និយាយមួយខ្ញុំសុំខ្ញុំត្រូវសុំអីអញ្ចឹងណា បាទ ហើយខ្ញុំក៏និយាយថាបើអស់ចង់និយាយថាបើអស់ចិត្តហើយដើរផ្លូវរៀងខ្លួនទៅដោះលែងខ្ញុំទៅ បាទ ហើយគាត់ថាគាត់អត់ដោះលែងទេគាត់ធ្លាប់សុំឲ្យត្រូវម្ដងនៅតែខ្ញុំអត់ព្រមត្រូវ បាទ ហើយខ្ញុំថាខ្ញុំត្រូវបែបម៉េចបើចរិតអញ្ចឹង ហឹម ហើយគាត់ បងគាត់គម្រាមបងគម្រាមយ៉ាងម៉េចបង គាត់ធ្លាប់គម្រាមខ្ញុំថាបើខ្ញុំថ្ងៃណាមួយនៅតែបែបអញ្ចឹងទៀតគាត់បាញ់ស្លាប់ចោលទាំងពីរនាក់ទៅ បាញ់ឡាប់ចូលពីអ្នកហ្មង ចា បាទ ថ្ងៃមុនគាត់ខឹងណាស់សឹងថាតន់ខ្ញុំចាប់បានខ្ញុំនេះយកនិយាយទៅបាញ់ចោលនឹងថ្ងៃហ្នឹងមែនប៉ុន្តែខ្ញុំអត់នៅផ្ទះ បាទគាត់មានកំភ្លើងទេបង មាន បងធ្លាប់ឃើញគាត់កាន់កំភ្លើងអត់ ធ្លាប់បងធ្លាប់ឃើញ2ដង ចុះបងមិនដឹងថាគាត់បានកំភ្លើងមកពីណាអត់ ខ្ញុំដឹងតែគាត់ធ្វើការ គាត់ធ្វើការប៉ុន្តែគាត់មានទូនាទីនៅក្នុងជួររដ្ឋាភិបាលនៅក្នុងទូនាទីជាមន្ត្រីរាជការអត់មែនទេអត់ទេប៉ុន្តែគាត់មានកំភ្លើងប្រើប្រាស់ ចា បងឃើញច្បាស់ហ្មងហ៎ ខ្ញុំឃើញមាន បាទដែលធ្លាប់ដកបង្ហាញបងហ៎ ធ្លាប់តាធ្លាប់គម្រាមនៅចា គម្រាមបងប្រមាណ គាត់ លើក យក ប្រមា មក ណ ថាចាញ់កុំចង់ខ្លាំងនេះក៏ភ្លើងឲ្យមើលហើយគាត់ធ្លាប់លើកចេញពីកាបូបចឹង លោកឲ្យឃើញហ្មង ចាលើកឲ្យឃើញ គាត់ធ្លាប់គម្រាមបង្ហាញបងប្រមាណលើកប្រមាណសារ និយាយទៅចូលគម្រាមខ្ញុំ3សា 3សារណា ចា3សា បាទនៅពេលហ្នឹងបងមានដើរទៅធ្វើការទៅដាក់ពាក្យបណ្ដឹងជាមួយនឹងកម្លាំងសមត្ថកិច្ចដើម្បីឲ្យជួយអន្តរាគមន៍ ខ្ញុំអត់បានដាក់ពាក្យបណ្ដឹងទេ បាទ ខ្ញុំចេះតែហើយអញ្ចឹងណាឆ្លោះហើយអញ្ចឹងទៅ បាទ ប៉ុន្តែលើកនេះគាត់ធ្ងន់លើខ្ញុំខ្លាំងហ្មង បាទ និយាយទៅវាយខ្ញុំសឹងថាអត់ឲ្យរស់ហ្មងមិញ បាទ ប
ប៉ុន្តែដោយសារខ្ញុំស្រែកឲ្យខ្លាំងទៅមានគេជួយខ្ញុំទៅបានខ្ញុំចេញមក វាយបងត្រូវកន្លែងណាខ្លះដែរមិញ វាយនឹងខ្ទេចមុខអស់ឲ្យមុខ អូស្លាកស្នាមនឹងមែនបង ចា ដល់ក បាទស្នាមនេះ ហើយវាយនេះដល់ដៃទេ វាយនឹងដៃ លំពួកថ្ងាសហ្មង ចា ពេញផ្ទៃមុខហ្មង មិញសង្យោនេះវាយក្បាលខ្ញុំនេះរកកបិតទៀតណាសឡឹងរមើមានអីនេះទៀតអាចនឹងខ្ញុំមិញអត់រស់ហ្នឹង បាទក្រោយពីវាយបងហើយគឺគាត់ចេញទៅណាមិញហ្នឹង គាត់ចេញម៉ូតូចេញទៅក្រៅវិញទៅគាត់វាយឲ្យក៏ដែរចេញទៅក្រៅទៅ បាទគាត់មានបានបោះពាក្យសម្ដីគម្រាមកំហែងយ៉ាងម៉េចយ៉ាងណាទៀត គាត់និយាយចោតខ្ញុំនិយាយស្រីដាក់ចាស់ទេ ចោតបងថាម៉េចខ្លះ ចោតខ្ញុំថាអីគេស្រីផិតប្តី ស្រីផិត តែប្តី ហ្នឹងហើយគាត់ចោតខ្ញុំចឹង ទាំងបងហើយគាត់មានជាប្តីប្រពន្ធ ចា គ្នាទេ ជាប្តី ធ្វើជាសង្សារ សាម គ្នា តែ ទេ ហ្នឹងហើយនិយាយគាត់ធំសង្សារទេ ធ្វើសង្សារប៉ុន្តែយើងធ្លាប់រួមរស់នៅជាមួយនឹងគ្នាដូចជាប្តីប្រពន្ធ ចា បាទប៉ុន្តែក្រោយពីយើងដឹងពីអត្តចរិតរបស់គាត់ថាគាត់ធ្លាប់ក្បត់យើងជាមួយជាពីរយើងក៏បានធ្វើការសុំគាត់បែក ចា ប៉ុន្តែគាត់មិនព្រមនៅតែតាមរស់រឿងយើងរហូត នៅតែតាមរហូតបងឲ្យមើលឡើងមួយអានសារដែលខ្ញុំចេញមកខ្ញុំធ្វើការក៏ធ្វើការកើតដែរ ហឹម ឥឡូវខ្ញុំត្រូវតែធ្វើការកំពង់សាមក៏គាត់បោះពាក្យមកថាគុំសង្ឃឹមតែគាត់ឲ្យបានចេញពីពេញនេះរួចទៅធ្វើការណាកើតទៀត បិទផ្លូវបាត់អីហ្នឹង ហ្នឹង បាទឥឡូវជាបន្តទៀតបងនឹងទៅធ្វើការដាក់ពាក្យបណ្ដឹងជាមួយនឹងកម្លាំងសមត្ថកិច្ចដើម្បីឲ្យចាត់ធានការតាមផ្លូវច្បាប់ទេ បានបងឲ្យធ្វើតាមនេះព្រោះខ្ញុំ ដាច់ខាតគឺបងមិនទទួលយកគាត់ធ្វើសង្សារ មិនទទួលយកវិញហើយក៏ខ្ញុំអត់លើកលែងឲ្យគាត់ដែរព្រោះខ្ញុំនិយាយទៅតិចមួយគាត់ច្រើនសារហើយ បងយល់យ៉ាងណាដែរចំពោះទង្វើរបស់គាត់ដែលធ្វើដាក់បងបែបនេះ ថ្ងៃនេះខ្ញុំនិយាយទៅខ្ញុំទទួលយកបានថ្ងៃនេះគឺខុសសម្រាប់ខ្ញុំខ្លាំងព្រោះវាលើកទី3ឯងបង បាទបងមានអីសំណូមពរទៅដល់អាយអាដាមជួនរិនដែលជាស្នងការនគរបាលរាជធានីបាទភ្នំពេញរបស់យើងផ្ទាល់តែម្ដងគឺអាយអាដាមគឺតែងតែយកចិត្តទុកដាក់ចំពោះអាករណីផ្សេងដែលបានកើតមានឡើងនៅលើនៅក្នុងរាជធានីភ្នំពេញជាពិសេសគឺករណីហិង្សានេះផ្ទាល់តែម្ដងគឺបងមានអីសំណូមពរទៅកាន់អាយអាដាមដើម្បីគាត់ជួយស្វែងរកនិងចាប់ជនដៃដល់ខាងលើ ខ្ញុំគាត់ទៅជួយសំណុំពរគាត់ឲ្យជួយអន្តរាគមន៍ឲ្យខ្ញុំផងកុំឲ្យខ្ញុំរងសម្ពាធនឹងបែបនេះយូរទៅដល់ខ្ញុំខ្លាចបងខ្ញុំខ្លាចបង អត់ហ៊ានចេញទៅណាទេ ចាសំបីតែឥឡូវនេះហើយខ្ញុំមកហ៊ានចេញក្រៅហ្មងខ្ញុំខ្លាចរត់ដូរផ្ទះពីស្ទឹងជ័យមកនឹងទៀត បាទសម្រាប់ទង្វើគាត់ដែលធ្វើដាក់បងនៅក្នុងថ្ងៃនេះផ្ទាល់តើបងមានការផិតភ័យខ្លាចយ៉ាងម៉េចខ្លះដែរ ខ្លាចគាត់ថ្ងៃក្រោយទៅប្រហែលជាមិនអាចឲ្យខ្ញុំរស់បានទេខ្ញុំនិយាយព្រោះគាត់ធ្លាប់និយាយមួយខ្ញុំច្រើនសារដែរពីអស់ហ្នឹង បាទ ព្រោះលើកនេះគាត់ហ៊ានធ្វើអញ្ចឹងហើយថ្ងៃក្រោយខ្ញុំគិតថាខ្ញុំអត់មានសង្ឃឹមបានទៅមុខទេ បាទ ចឹងបើកំសើនៅម្នាក់ឯងពេកនៅកន្លែងណាដែលមានគ្នាបងដើម្បីសុវត្ថិភាព មិញដោយសារខ្ញុំអត់គាត់ចេញទៅក្រៅបាត់ទេខ្ញុំនៅម្នាក់ឯងអញ្ចឹងមិនគាត់ហ៊ានធ្វើអញ្ចឹង អរគុណច្រើនបងទេបងឲ្យដើមហេតុដំបងមិនដែររឿងរ៉ាវហ្នឹងបង ដើមហេតុដំបងគាត់មកនេះគាត់ទុកម៉ូតូនៅម៉ាតនេះម៉ាតដឹងហើយគាត់ដើរមកឈរកន្លែងនេះគាត់លឹបលោទេហើយខ្ញុំអត់ដឹងថាគាត់នេះវិញទេដល់ពេលហើយគាត់ដើរមកគាត់សួរខ្ញុំថាអាយ៉ានោះទេអត់ខ្ញុំថាគាត់នៅហើយក៏ខ្ញុំទៅទិញអីញ៉ាំទៅហើយក៏គាត់ចូលទៅខ្ញុំដំបងអត់មានតន់មានរឿងអីហេតុអីត្រូវវាយទេដល់ពេលខាងខ្ញុំទេមកសួរថាចាញ៉ាំបុកល្ហុងឬក៏អីបានគេធ្វើសកម្មភាពវាយហើយចេញទៅហ្មងបើតែនៅខ្ញុំនៅហ្នឹងដែរក៏អត់ហ៊ានវាយទេ អូពេលគាត់នៅតែ2នាក់ណោះ ហ្នឹងហើយនៅតែ2នាក់លើកវាយគាត់ បើគាត់បងប្រុសនិងបងស្រីត្រូវជាអីគ្នាដែរ ខ្ញុំមិន បងប្រុសដែលវាយ គាត់ត្រូវជាអតីតប្តីគាត់ អតីតប្តីណោះ បាទ ដល់ថ្ងៃនេះគាត់មកសម្រួលឬក៏យ៉ាងណា ខ្ញុំអត់ច្បាស់ដែររឿង តែមកលេងចាស់បង ហ្នឹងហើយ គាត់តែងតែប្រើប្រាស់អំពើហិង្សាញឹកញាប់ហ៎ 3ដងហើយក្រៅលើចាយនិយាយ3ដងទាំងដងហ្នឹង បាទនេះប្រើប្រាស់អំពើហិង្សាដោយសារមានមនុស្សច្រើនបើសិនតែមានមនុស្សយ៉ាងណានេះ អត់មនុស្សចាយត្រូវចាប់បាត់ទេ ចាចាមនុស្សថាគម្រាមអីទៀត គម្រាមសម្លាប់ អូធ្លាប់មើលឃើញថាបុគ្គលម្នាក់សាហាវកាច់សាហាវចឹងហ៎ ដំបងមើលទេតែមិនបាច់និយាយសាហាវស្លាប់ គាត់គម្រាមថាបើសិនជាគាត់អត់បានឲ្យចែនឹងស្លាប់តែម្ដង ហ្នឹងណាក៏អត់បាន អត់បានដែរអូខ្លាចមកពាក្យអាពាក្យហ្នឹងខ្លាចទេបង បាទ ណាមិនបានអញមិនបានណា ហ្នឹងហើយ ខ្លាចមកពាក្យហ្នឹង ហើយធ្លាប់គម្រាមចឹងហើយក៏ធ្លាប់លើកកំភ្លើងនៅមុខខ្ញុំដែរ អូលើកកំភ្លើងមកដាក់បងដែរ ធ្លាប់3នាក់ចាយនៅ3នាក់បាទ មានពេលដែលគេលើកកំភ្លើងគម្រាមចឹងមានអារម្មណ៍ភ័យហ៎ ភ័យបងយើងត្រឹមជាជនសាមញ្ញធម្មតាយើងមិនដែលឃើញកំភ្លើងចឹងហីខ្លាចភ័យខ្លាច ណាមួយទៀតយើងគិតថាកំភ្លើងវាអត់មានមុខយកមកលេងហ្នឹងក៏ភ័យ ហ្នឹងហើយបង ចំពោះខ្ញុំក៏ខ្ញុំភ័យដែរអ្នកលេងកំភ្លើងមុខហ្នឹងនេះសង្ឃឹមថាសមត្ថកិច្ចគាត់នឹងធ្វើការស្រាវជ្រាវខកខ្លួនបុគ្គលបាទម្នាក់ដែលប្រើហិង្សាហ្នឹងឲ្យយកមកបានទៀតទោសកុំឲ្យដើរគម្រាមគេឯងទៀត អូខេបង អរគុណច្រើនបង បាទ ឥឡូវនេះសមត្ថកិច្ចធ្វើការនាំបោះបងស្រីទៅដាក់ពាក្យបណ្ដឹងឲ្យប្រិមត្តជនបងស្រីបោះឡើងទៅតាមសមត្ថកិច្ចឲ្យដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចកំណត់អត្តសញ្ញាណនិងធ្វើការស្រាវជ្រាវចាប់ជនបោះបង្កយកមកផ្ដន់ទៀតទោសតាមនៃការស្នើសុំនិងដាក់ពាក្យបណ្ដឹងរបស់បង
កុំឲ្យគាត់ចេះតែដើរគម្រាមចឹងទៀតបាទតើឯងប្រិមជនបន្ទាប់ពីសមត្ថកិច្ចប៉ុស្តិ៍ដង្កោសមត្ថកិច្ចមូលដ្ឋានចុះមកដល់នៅចំណុចទីតាំងនៃកន្លែងកាត់ហេតុដែលបងស្រីមានបញ្ហាហ្នឹងគឺឥឡូវគាត់បានបាទអនុមបងស្រីទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ហើយដើម្បីកំណត់អត្តសញ្ញាណនិងនាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមជំនាញរបស់សមត្ថកិច្ចខ្ញុំបាទជឹមសុកណារួមទាំងក្រុមការងារសូម